បើមួយថៃគេដើរដល់ណាហើយប្រិយមិត្តបងប្អូនកលាកររត់ທາງជីបមងនុននៅតែមានចិត្តចង់សងសឹកជាមួយនឹងជើងខ្លាំងរបស់ជប៉ុនគឺកលាករ Tenshin Tawasaki ដែលជាជើងខ្លាំងជប៉ុនប្រិយមិត្តបងប្អូនហើយថ្មីនេះយោងតាមសាររបស់ Navat Boxing គាត់បានលើកឡើងពីខាង One Championship ហើយនឹងខាងមួយថៃគេមានការប្រកួតរបស់គេដល់ផលប្រយោជន៍ដល់នាប្រទេសគេណាបងប្អូនគេនិយាយពីសង្វៀន One ហ្នឹងគឺមានកម្មវិធីសង្វៀន One មួយគឺធ្វើឲ្យក្នុងប្រទេសថៃហ្នឹងមានភ្ញៀវទេសចរហើយផលប្រយោជន៍ចូលនាប្រទេសថៃច្រើនមួយឆ្នាំរាប់លានដុល្លារហើយនេះគឺគាត់បានបង្ហោះសារបែបនេះណាបងប្អូនគឺគាត់ថាបុគ្គលដែរចូលប្រឡូកក្នុងពិភពកីឡាប្រដាល់ត្រូវតែមានសមត្ថភាពយល់ដឹងពីកីឡាប្រដាល់ច្បាស់ធ្វើអីគិតដល់ប្រយោជន៍រួមតែបើមានតែបពពួកចេះតែអែបអបកាច់កង់បែងជើងគិតប្រយោជន៍រៀងខ្លួននោះច្បាស់ណាស់ពិភពលោកប្រដាល់នោះនឹងមានតែបញ្ហា1000ឆ្នាំទៀតក៏ដើរមិនទាន់គេដែរស្ថាប័នគុណចម្រុះ One Championship អាចជួយសេដ្ឋកិច្ចប្រទេសថៃបានគិតជាលុយចំនួន470លានក្នុងមួយឆ្នាំ50កម្មវិធីក្នុងមួយឆ្នាំតាក់ទាញទេសចរលក់សម្បត្តិសន្តាគារតាក់ស៊ីហាងអាហារផ្ដល់ការងារដល់ប្រជាជនថៃនិងតម្លៃខ្លួនល្អដល់អ្នកប្រដាល់ថៃលោកឆាត្រីបង្កើតវ័នឡើងដោយមានវត្ថុបំណងធំបំផុតគឺផ្សព្វផ្សាយក្បាច់គុណរបស់ស៊ីជាពិសេសគឺគុណថៃឬក៏មួយថៃហ្នឹងណាបងប្អូនមិនមែនផ្សព្វផ្សាយផលិតផលឡើយនេះគឺយោងសារផលស្ពតរបស់ខាងเพจបង Navat Boxing គាត់ផុសបែបនេះគាត់ថាផ្ដាល់គេគឺគេជាផ្ដាល់រួមដល់ប្រយោជន៍ដល់ប្រទេសជាតិគាត់ប្រៀបធៀបនេះគាត់ថាបងប្អូនមើលគុំផ្ដាល់គុណខ្មែរយើងសប្តាហ៍ថ្ងៃនេះគឺរៀងដើរយឺតហើយណាមួយរៀងកាច់កង់គឺគុណខ្មែរយើងរៀងយ៉ាប់ដែរបងប្អូនមួយរយៈនេះមួយឆ្នាំពីឆ្នាំចុងក្រោយនេះគុណខ្មែរយើងគឺរៀងរញ៉ៃខ្លាំងតែនគឺគិតដូចទៅប្រយោជន៍ខ្លួនឯងចឹងណារៀងចាប់ខ្លាំងតែនគុណខ្មែរយើងមួយរយៈនេះគឺមានការកម្មលកើរីគុណអ្នកមានអ្នករីគុណក៏រីគុណញ៉ាកដាល់ក៏មិនតន់ល្អចៅក្រមក៏មិនតន់ល្អចឹងណាបងប្អូនតរៀបចំស្រួលបួលរៀងយ៉ាប់យើងកម្មលកើពីការប្រកួតមួយការប្រកួតកម្មវិធីមួយកម្មវិធីគុណខ្មែរយើងតែងតែលឺមាត់លឺកោហើយមករយៈថ្មីនេះបងប្អូនហ្នឹងហើយគុណខ្មែរយើងផ្ទុះការរីគុណពីអ្នកគ្រប់គ្រងច្រើនខ្លាំងតែនហើយគុណខ្មែរយើងគឺការផ្សព្វផ្សាយគឺរៀងទលំទលាយហើយគ្រាន់ថាមិនទាន់ល្អគ្រប់សពគ្រប់10ចឹងណាបងប្អូនហើយមិនទាន់មានការរៀបចំល្អស្ដាប់ធ្នាប់ល្អចឹងណាបងប្អូនមករយៈនេះហើយថ្មីនេះបងប្អូនហ្នឹងទូការរិះគន់ទៅលើចៅក្រមអាញាកដាលហើយជាអាញាកដាលឡុងពីបលនេះបងប្អូនទូការរិះគន់ច្រើនខ្លាំងតែនគាត់ធ្វើអាញាកដាលម៉ាស់ហ្វៃប៉ុន្តែសម្រាប់ក្រៅប្រទេសហៅការប្រកួតហ្នឹង MMA ប្រកួតហ្នឹងប៉ុន្តែដូចជាកីឡាករគុណខ្មែរយើងប៉ះមួយភូមិនេះគឺក៏ក្បាច់គ្រាកកហ្នឹងធ្វើឲ្យកីឡាករភូមិតម្លាក់ដៃញ៉ាកតាអត់មានត្រូហើយគឺអត់មានអីហើយធ្វើឲ្យកីឡាករភូមិហ្នឹងធ្លាក់ដៃធ្លាក់បោកនឹងក្តាប់ពីយ៉ាងធ្ងន់ធ្ងរធ្វើឲ្យខាងញ៉ាកតាភូមិក៏គេផ្ទុះរិះគន់នឹងកីឡាករល្បីសង្វៀនវ័នកីឡាករល្បីភូមិក៏គេចាញ់រិះគន់ពីគុណខ្មែរយ៉ាងណាចឹងហើយគឺការផ្សព្វផ្សាយយើងគឺល្អហើយប៉ុន្តែគាត់ថាបណ្ដាញក្នុងស្រុកយើងអត់ទាន់ល្អពីញាកដាលទៅក្រមនៅប៉ាន់បពួកអញ្ចឹងណាបងប្អូននិយាយទៅគឺនៅកាន់បពួកនៅឡើយហើយជំរឿថ្ងៃមុខឯកឧត្តមខៅឆាយគាត់រៀបចំសារស្អំយ៉ាងណាយើងចាំមើលទាំងអស់គ្នាគាត់ទៅលើកម្មលកើប៉ុណ្ណេះធ្វើឲ្យគុណខ្មែរយើងខ្មាស់គេច្រើនខ្លាំងតែនបងប្អូនហើយនៅមានព័ត៌មានប៉ុណ្ណេះចែកជូនបងប្អូនកុំភ្លេចចុច Subscribe នៅមួយពងស្អាតដឹងនៅព័ត៌មានថ្មី